មេដឹកនាំជាន់ខ្ពស់គណៈបកសង្គ្រោះជាតិបានថ្កោលទោសរដ្ឋាភិបាលថ្មីដែលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាថាជារដ្ឋាភិបាលខុសច្បាប់ដោយសារការបង្កើតឡើងនោះមិនគោរពតាមរដ្ឋធម្មនុញ្ញកម្ពុជាការចោទប្រកាន់របស់គណៈបកប្រឆាំងនេះធ្វើឡើងនៅខណៈដែលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានដឹកនាំគណៈរដ្ឋមន្ត្រីប្រជុំជាលើកដំបូងរបស់ខ្លួននៅវិមានសន្តិភាពបន្ទាប់ពីរដ្ឋាភិបាលថ្មីបានបង្កើតឡើងកាលពីថ្ងៃទី24កញ្ញាឆ្នាំ2013ប្រធានគណៈបកសង្គ្រោះជាតិលោកសំរងស៊ីមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅស្នាក់ការកណ្ដាលគណៈបកសង្គ្រោះជាតិសង្កាត់ចាក់អង្រែលើនាថ្ងៃទី25កញ្ញាថាគណៈបកប្រជាជនកម្ពុជាបានរំលោភរដ្ឋធម្មនុញ្ញនិងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសយ៉ាងធ្ងន់ធ្ងរដូច្នេះគណៈបកសង្គ្រោះជាតិមិនអាចទទួលស្គាល់និងចូលរួមបាននោះឡើយពេលលោកលន់នល់ធ្វើរដ្ឋប្រហារក៏គេយកកងកម្លាំងប្រដាប់អាវុធមកព័ទ្ធជុំវិញរដ្ឋសភាហើយគេជំរុញឲ្យរដ្ឋសភាបោះឆ្នោតរំលោភរដ្ឋធម្មនុញ្ញធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តមសីហនុតែលើកនេះខ្លាំងជាងសម័យលន់នល់ទៀតព្រោះគេមិនមែនព័ទ្ធតែរដ្ឋសភាគេព័ទ្ធទាំងវាំងគេព័ទ្ធទាំងភ្នំពេញខាងកើតភ្នំពេញគឺតំបន់ធំនៅភ្នំពេញគឺគេព័ទ្ធគេបិទផ្លូវធ្វើឲ្យយើងនឹកឃើញដូចរដ្ឋប្រហារឆ្នាំ1970អញ្ចឹងគោលជំហរគណៈបកសង្គ្រោះជាតិគឺយើងមិនត្រឹមតែមិនទទួលស្គាល់ខ្លួនយើងទេគឺយើងសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិជាពិសេសប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឲ្យស្គាល់ទោសឆ្លើយតបនឹងបញ្ហានេះមន្ត្រីនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីលោកផៃស៊ីផានអះអាងថាការបង្កើតសភានិងរដ្ឋាភិបាលថ្មីកាលពីថ្ងៃទី23និងថ្ងៃទី24កញ្ញានេះជារដ្ឋាភិបាលស្របច្បាប់ផ្ទុយទៅវិញលោកផៃស៊ីផានចោទប្រកាន់ថាគណៈបកសង្គ្រោះជាតិទៅវិញទេជាអ្នករំលោភរដ្ឋធម្មនុញ្ញយើងដឹងហើយគាត់លើកនិយាយអំពីឆន្ទៈមហាជនឆន្ទៈមហាជនបោះឆ្នោតឲ្យគាត់ទៅអង្គុយសភាមិនមែនបោះឲ្យឆ្នោតឲ្យគាត់ទៅធ្វើជាឧទាមឬក៏ជាមេបាតកម្មនោះទេគឺមិនមែនអញ្ចឹងទេឲ្យគាត់ចូលទៅសភាដោះស្រាយនយោបាយនៅក្នុងសភាមិនមែនដោះស្រាយនៅនយោបាយនៅតាមអញ្ចឹងខ្នល់ទេទោះបីជានេះក្តីអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយលោកបណ្ឌិតសុកទូចពន្យល់ថាការបង្កើតរដ្ឋាភិបាលថ្មីនេះមិនទាន់មានការឯកភាពជាតិដោយដល់រដ្ឋាភិបាលកម្ពុជាបានព្រមព្រៀងនៅក្នុងសន្ធិសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះទេអញ្ចឹងហើយបាទខ្ញុំថាហេតុអីបានជាអ្នកនយោបាយឈ្នះបកគោណាឈ្នះតែអ្នកចាញ់គឺប្រជាជនដោយសារអត់គ្រប់ធម្មនុញ្ញហ្នឹងហើយដែលធ្វើឲ្យប្រជាជនកម្ពុជាចាញ់មកក្រុមទៅស្បត់នៅអង្គរទៅមកក្រុមស្បត់នៅទីក្រុងភ្នំពេញទៅបកគោណាគាត់ទៅឈរមកខាងទៅបើបកគោណាយល់ថាជាអ្នកណាក៏ដោយព្រះអង្គអត់ទៅសៀមរាបក៏អត់ទៅរដ្ឋសភាក៏អត់ចូលព្រោះព្រះអង្គនៅកណ្ដាលទោះបីជាណាក៏ដោយការចាប់ប្រកាន់គ្នារវាងគណៈបកជាប់ឆ្នោតទាំងពីរកំពុងស្ថិតនៅក្នុងភាពចម្រូងចម្រាសនៅឡើយទោះបីជាគណៈបកទាំងពីរធ្លាប់បានជួបគ្នាដើម្បីរកដំណោះស្រាយនយោបាយចំនួន2លើកមកហើយក្តីមកទល់ពេលនេះគណៈបកសង្គ្រោះជាតិនៅតែបើកច្រកចរចាជាមួយគណៈបកប្រជាជនកម្ពុជាដដែលប៉ុន្តែគណៈបកនេះព្រមានថាបើសិនជាគ្មានដំណោះស្រាយទេគណៈបកសង្គ្រោះជាតិនឹងដឹកនាំធ្វើមហាបាតកម្មអហិង្សានៅទូទាំងប្រទេសជាថ្មីម្ដងទៀតអនុប្រធានគណៈបកសង្គ្រោះជាតិលោកកឹមសុខាមានប្រសាសន៍ថាការបង្កើតរដ្ឋាភិបាលថ្មីនេះមានបញ្ហាជាច្រើនដែលគណៈបកប្រជាជនកម្ពុជាបានរំលោភច្បាប់បោះឆ្នោតនោះត្រូវការតែ50%បូក1ដូច្នេះគាត់អត់ត្រូវយកច្បាប់ធម្មនុញ្ញបន្ថែមអនុវត្តទៅបោះឆ្នោតធម្មតាឥឡូវសំណួរសួរថាចុះបើគាត់បានគ្រប់សម្លេង68ហើយ50%បូក1លើហើយមិនក៏គាត់មិនបោះធម្មតាមិនក៏យកកញ្ចប់មកបោះនាយវិភាគបានលើកឡើងថាប្រសិនបើអ្នកនយោបាយយកប្រជារាស្ត្រជាធំនោះមិនមែនរដ្ឋាភិបាលបាត់ផ្លូវមួយចំនួននៅទីក្រុងភ្នំពេញនិងជុំវិញព្រះបរមរាជវាំងនោះទេការធ្វើដូច្នេះធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋនាយវិភាគសង្កត់ធ្ងន់ថាប្រសិនបើអ្នកនយោបាយគិតពីប្រយោជន៍ជាតិជាធំនិងចាត់ទុកប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនោះអ្នកនយោបាយនៃគណៈបកទាំងពីរត្រូវធ្វើប្រជាមតិប្រជាពលរដ្ឋក្នុងការដោះស្រាយបញ្ហាទាល់ច្រកនយោបាយដ៏ចម្រូងចម្រាសនៅពេលនេះខ្ញុំទីនសការីយ៉ាវិទ្យុអាស៊ីសេរី